ខាងចំណាយពេលជួបជុំគ្រួសារសាច់ញាតិបងប្អូនឬមួយក៏ជាពិសេសនោះប្តីនិងប្រពន្ធនិងកូននិងឪពុកម្ដាយតើវាពិតជាសំខាន់ដែរអត់ចម្លើយនោះគឺពិតជាសំខាន់ដោយសារតែបើសិនជាអ្នកទាំងអស់គ្នានៅជុំគ្រួសារដែលមានឪពុកម្ដាយបងប្អូនអ្នកអាចទាំងអស់គ្នាអាចចំណាយពេលដើម្បីជួបជុំមួយពួកគាត់ឬមួយក៏បើសិនជាអ្នកទាំងអស់គ្នានៅតែពីអ្នកប្តីប្រពន្ធហើយនិងកូនក៏ដូចគ្នាត្រូវតែចំណាយពេលយ៉ាងហោចណាស់ក្នុងមួយថ្ងៃញ៉ាំបាយជាមួយពួកគាត់ឲ្យបានមួយពេលបើសិនជាអ្នករវល់ខ្លាំងយ៉ាងណាក៏ដោយនេះគឺជាការឆ្លៀតបើសិនជាអ្នកមិនឆ្លៀតទេអ្នកនឹងអាចអត់មានឱកាសនៅក្នុងការញ៉ាំបាយជុំគ្នាជាមួយពួកគាត់ក៏ថាបានដែរដោយសារតែធម្មតាពេលវេលាដើរពិតជាលឿនណាស់ពីមួយថ្ងៃទៅមួយថ្ងៃថ្មិចបើកគឺព្រឹកដល់យប់ដល់ព្រឹកវិញតទៀតហើយត្រូវងើបទៅធ្វើការដើម្បីរកចំណូលចូលដើម្បីផ្គត់ផ្គង់គ្រួសារតែបើសិនជាសំបីតែពេលវេលាដែលអ្នកចេញពីធ្វើការងាររកស៊ីមកអ្នកអត់ចំណាយពេលដើម្បីជួបជុំក្រុមគ្រួសារសាច់ញាតិបងប្អូនឬមួយក៏ឪពុកម្ដាយឬមួយក៏ប្តីនិងប្រពន្ធឬមួយក៏កូនផងហ្នឹងសួរថាអ្នកខំប្រឹងដើម្បីអីបើសិនជាការប្រឹងប្រែងរបស់អ្នកពេលដែលអ្នកប្រឹងប្រែងបានជោគជ័យហើយវត្តមានរបស់ពួកគាត់លែងមាននឹងទៀតហើយក៏មានដែរដូចឥឡូវខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងអ្នកមានកូនតូចអ្នកនៅពីអ្នកប្តីប្រពន្ធតែអ្នកអត់ចំណាយពេលជាមួយនឹងកូនតូចរបស់អ្នកញ៉ាំបាយជុំគ្នាមួយពេលសូម្បីតែមួយថ្ងៃមួយពេលជុំគ្នាអ្នកអត់ចំណាយពេលទេសួរថានៅពេលតិចទៀតទៅគាត់ក៏ត្រូវរៀនសូត្រគាត់ក៏ត្រូវការប្រពន្ធចេញទៅឬមួយក៏មានគ្រួសារផ្សេងពីគ្នាអ្នកអាចមានពេលនឹងអត់គឺអត់ទេហើយពេលហ្នឹងអ្នកប្រកាសជារកចំណូលបានអាចនឹងគ្រប់គ្រាន់បើសិនជាអ្នកខំប្រឹងតាំងពីក្មេងទៅដោយតែអ្វីដែលអ្នកអត់ចំណាយពេលពួកគាត់ហ្នឹងអាចនឹងមានចំណូលគ្រប់គ្រាន់តែសួរថាចង់បានពេលវេលាដែលជុំគ្នាបែបហ្នឹងទៀតគឺមានអត់គឺអត់ទេហើយផ្ទុយទៅវិញបើសិនជាអ្នកចំណាយពេលជាមួយកូនតូចរបស់អ្នកប្តីប្រពន្ធអ្នកឬមួយក៏ឪពុកម្ដាយរបស់អ្នកក្នុងមួយថ្ងៃតែមួយពេលខ្ញុំជឿថាវាមិនច្រើនខ្លាំងលើសលប់ដែលមិនអាចឆ្លៀតបានទេខ្ញុំជឿថាបើសិនជាមិនធ្វើមិនបានរាល់ថ្ងៃយូរយើងចង់ទៅញ៉ាំអីខាងក្រៅតែពីអ្នកប្តីប្រពន្ធឬមួយក៏យូរយើងចង់ទៅលំហែកាយជាមួយមិត្តភ័ក្តិយើងយូរម្ដងវាមិនមែនជាបញ្ហាតែព្យាយាមអស់លទ្ធភាពយ៉ាងហោចណាស់ក្នុងមួយថ្ងៃញ៉ាំបាយជុំគ្នាជាមួយពួកគាត់តែមួយពេលក៏គ្រប់គ្រាន់ដែរបើមិនបាន2ឬមួយក៏3ពេលនោះដោយសារតែម្នាក់គឺសិតតែមានការរវល់រៀងខ្លួនដែរអញ្ចឹងវីដេអូនេះខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាព្យាយាមចំណាយពេលជាមួយក្រុមគ្រួសារយ៉ាងហោចណាស់ញ៉ាំបាយមួយពេលជុំគ្នាក្នុងមួយថ្ងៃឲ្យបានច្រើនតាមដែលអាចធ្វើទៅបានព្រោះអីគ្រួសារមួយអាចកក់ក្ដៅនិងគ្រួសារមួយអាចមានក្តីសុខផ្លូវចិត្តបានណាលុះត្រាតែគ្រួសារមួយនឹងមានសុខភាពល្អហើយមានការយោគយល់គ្នាការអធ្យាស្រ័យពីគ្នានិងយល់ចិត្តគ្នាហើយនឹងមានពេលវេលានៅជួបជុំគ្នានេះហើយគឺជាបង្កើនភាពស្និទ្ធស្នាលនិងបង្កើនភាពផ្អែមល្ហែមឲ្យក្រុមគ្រួសារមួយឲ្យកាន់តែមានជីវិតមានន័យថែមទៀតបន្ទាប់ពីការរលុយរចំណូលចូលដើម្បីគ្រួសារ